CPL កំពុងដុតជើងជួយក្លឹបកម្ពុជាឲ្យទទួលបានអាជ្ញាប័ណ្ណដើម្បីលេងពាន AFC Champions League 2 Cambodian Premier League បាននឹងកំពុងដុតជើងដើម្បីជួយឲ្យក្លឹបកម្ពុជាទទួលបានអាជ្ញាប័ណ្ណដែលទទួលបានពីសហព័ន្ធកីឡាបាល់ទាត់ FIFA ដើម្បីអាចចូលរួមការប្រកួតពានរង្វាន់លំដាប់ទី 2 FIFA នារដូវកាលខាងមុខនេះដោយរលូនថ្មីនេះក្រុមហ៊ុន Cambodian Premier League បានចុះពិនិត្យទៅលើអាជ្ញាប័ណ្ណក្លឹបនៅតាមបណ្ដាក្លឹបនានានៃលីកកំពូលកម្ពុជាជាការអនុវត្តសម្រាប់ការត្រៀមចូលរួមការប្រកួតពានរង្វាន់ក្លឹបលំដាប់ទី 2 នៃ FIFA AFC Champions League 2 រដូវកាល 2026-2027 ដែលមានលក្ខខណ្ឌថ្មីខុសពីរដូវកាលមុននិងតម្រូវឲ្យមានការពង្រឹងបន្ថែមខ្លះៗការនេះហើយទើបបានជាក្រុមហ៊ុន Cambodian Premier League ដែលទទួលបានការអនុញ្ញាតពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាសម្រាប់បង្កើតពានយុវជនអាយុក្រោម14ឆ្នាំមួយដែលក្រុងធ្វើឡើងនៅថ្ងៃទី28និង29ខែមីនានេះដើម្បីជួយឲ្យបណ្ដាក្លឹបបាល់ទាត់ដែលកំពុងទៅចូលរួមការប្រកួត Cambodian Premier League អាចបំពេញបាននូវលក្ខខណ្ឌតម្រូវតាមបទបញ្ជាអាជ្ញាប័ណ្ណរបស់ក្លឹបអន្តរជាតិជាពិសេសគឺតាមចំណុចវិនិច្ឆ័យផ្នែកកីឡា AFC ដើម្បីទទួលបានសិទ្ធិពេញលេញចូលរួមការប្រកួតដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់ FIFA កញ្ញាជាស្រីលីអ្នកគ្រប់គ្រងអាជ្ញាប័ណ្ណក្លឹបបាល់ទាត់បានរៀបរាប់បន្ថែមឲ្យដឹងពីលក្ខខណ្ឌគោលនៃការទទួលបានអាជ្ញាប័ណ្ណក្លឹបអន្តរជាតិពី AFC សម្រាប់ពានរង្វាន់ ACL2 ដូចនេះថាអញ្ចឹងនៅក្នុងផ្នែក sporting ហ្នឹងត្រូវឯផ្នែកលក្ខខណ្ឌវិនិច្ឆ័យគណៈហ្នឹងគឺផ្ដោតសំខាន់ទៅលើការអភិវឌ្ឍកម្មវិធីអប់រំយុវជនសម្រាប់ក្រុមយុវជនហើយក្រុមយុវជនហ្នឹងតម្រូវឲ្យមាន4កាតព្វកិច្ចធំគឺចាប់ពីអាយុ10ឆ្នាំទៅ21ឆ្នាំចាំមានន័យថាយើងអាចដាក់ detail ទៅថាក្លឹបត្រូវតែមានunder 16 19 under 14និង10អញ្ចឹងណាហើយចូលរួមការប្រកួតដែលរៀបចំដោយសហព័ន្ធឬក៏ CPL ហើយតកតងជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធវិញនឹងហើយអញ្ចឹងពាក់ព័ន្ធកន្លែងផ្នែកហ្នឹងដូចខ្ញុំបញ្ជាក់អញ្ចឹងគឺយើងមានតែទីលានគឺសម្រាប់ការប្រកួត AFC គឺមានតែ Start Olympic និង Start Model ដែលជួលទេដែលគេប្រើប្រាស់សម្រាប់ការប្រកួត AFC ប៉ុន្តែផ្នែកហ្នឹងផ្ដោតសំខាន់ហ្មងគឺយើងចង់ encourage ឲ្យក្លឹបយើងហ្នឹងគឺ update stadium ឲ្យ meet ជាមួយនឹង AFC stadium regulation របស់គេអញ្ចឹងណាហើយបើសិនជាក្លឹបគាត់មានបំណងចង់ host ការប្រកួត AFC គឺលុះត្រាតែកីឡាដ្ឋានរបស់គាត់ហ្នឹងគឺ meet ជាមួយនឹងអ្វីដែលមាននៅក្នុង regulation របស់ AFC អញ្ចឹងតើតោះមួយផ្នែកទី3ទៅលើផ្នែកបុគ្គលិកនិងរដ្ឋបាលវិញត្រូវឯងពាក់ព័ន្ធកន្លែងនោះវាពាក់ព័ន្ធជាមួយនឹងprofessional ហើយនិង qualify management តើតោះជាមួយនឹងផ្នែកបច្ចេកទេសគ្រូបង្វឹកចាំបាច់ត្រូវតែមានសញ្ញាបត្រដែលទទួលស្គាល់ពីខាង AFC ហើយឬក៏សញ្ញាបត្រដែលមានតម្លៃស្មើអញ្ចឹងណាព្រោះផ្នែកកន្លែងនោះវា focus ទៅលើផ្នែកបច្ចេកទេសគ្រូបង្វឹកគ្រូយុវជនគ្រូកាយសម្បទា goalkeeper គឺមានច្រើនមែនទែននៅក្នុងហ្នឹងហើយតើតោះជាមួយនឹងផ្នែក legal វិញគឺអត់ focus ទៅរឿង company ទេអញ្ចឹងក្លឹបអាចជា association ក៏បានជា company ក៏បានដែលសំខាន់ឲ្យតែគាត់មានឯកសារស្របច្បាប់មួយដែលបង្ហាញថាក្លឹបហ្នឹងគឺគាត់ជានីតិបុគ្គលស្របច្បាប់មួយមានន័យថាគាត់ត្រូវចុះបញ្ជីជាមួយនឹងក្រសួងមហាផ្ទៃបើក្លឹបគាត់ជាសមាគមហើយបើសិនជាគាត់ចង់ជា company គាត់តើតែគាត់ចុះជាមួយនឹងក្រសួងពាណិជ្ជកម្មអញ្ចឹងណាអញ្ចឹងពីរហ្នឹងអាចប្រើប្រាស់ដូចគ្នាហើយដល់ពេលតទៅមួយ financial ហ្នឹងហើយក្លឹបចាំបាច់ត្រូវតែផ្ដល់របាយការណ៍ audit ក្លឹបដើម្បីឲ្យខាង AFC នឹងគេទទួលស្គាល់ថាក្លឹបមានឯកសារច្បាស់លាស់ពាក់ព័ន្ធជាមួយនឹងហិរញ្ញវត្ថុអញ្ចឹងវាមានដូចជាផែនការទៅលើហិរញ្ញវត្ថុថ្ងៃអនាគតទៀតអញ្ចឹងវាមិនមែន focus ទៅរឿង financial statement ទេប៉ុន្តែវាមានពាក់ព័ន្ធជាមួយនឹងគម្រោងផែនការគម្រោងរឿងហិរញ្ញវត្ថុប្រហែលឆ្នាំទៅមុខទៀតអីចឹងបើគ្មានអ្វីប្រែប្រួលនារដូវកាលក្រោយដែលត្រូវនឹងរដូវកាល 2026-2027 ក្លឹបរបស់កម្ពុជានឹងទទួលបានមួយកៅអីកន្លះបានន័យថាមួយក្លឹបបានលេងនៅវគ្គចែកពូលនិងមួយក្លឹបទៀតត្រូវប្រកួតនៅវគ្គជម្រុះក្នុងពានរង្វាន់ក្លឹបលំដាប់ទី 2 FIFA AFC Champions League 2ដែលវាក៏នឹងអាចក្លាយទៅជារដូវកាលរង្វង់ផងដែរចាប់តាំងពីពាននេះត្រូវបានផ្លាស់ប្ដូរកំណែទម្រង់ទាំងឈ្មោះនិងរបៀបលេងពីរដូវកាលរួចហើយCPL កំពុងដុតជើងជួយក្លឹបកម្ពុជាឲ្យទទួលបានអាជ្ញាប័ណ្ណដើម្បីលេងពាន AFC Champions League 2 Cambodian Premier League បាននឹងកំពុងដុតជើងដើម្បីជួយឲ្យក្លឹបកម្ពុជាទទួលបានអាជ្ញាប័ណ្ណដែលទទួលបានពីសហព័ន្ធកីឡាបាល់ទាត់ FIFA ដើម្បីអាចចូលរួមការប្រកួតពានរង្វាន់លំដាប់ទី 2 FIFA នារដូវកាលខាងមុខនេះដោយរលូនថ្មីនេះក្រុមហ៊ុន Cambodian Premier League បានចុះពិនិត្យទៅលើអាជ្ញាប័ណ្ណក្លឹបនៅតាមបណ្ដាក្លឹបនានានៃលីកកំពូលកម្ពុជាជាការអនុវត្តសម្រាប់ការត្រៀមចូលរួមការប្រកួតពានរង្វាន់ក្លឹបលំដាប់ទី 2 នៃ FIFA AFC Champions League 2 រដូវកាល 2026-2027 ដែលមានលក្ខខណ្ឌថ្មីខុសពីរដូវកាលមុននិងតម្រូវឲ្យមានការពង្រឹងបន្ថែមខ្លះៗការនេះហើយទើបបានជាក្រុមហ៊ុន Cambodian Premier League ដែលទទួលបានការអនុញ្ញាតពីសហព័ន្ធកីឡាបាល់
ទាត់កម្ពុជាសម្រាប់បង្កើតពានយុវជនអាយុក្រោម14ឆ្នាំមួយដែលក្រុងធ្វើឡើងនៅថ្ងៃទី28និង29ខែមីនានេះដើម្បីជួយឲ្យបណ្ដាក្លឹបបាល់ទាត់ដែលកំពុងទៅចូលរួមការប្រកួត Cambodia Premier League អាចបំពេញបាននូវលក្ខខណ្ឌតម្រូវតាមបទបញ្ជាអាជ្ញាប័ណ្ណរបស់ក្លឹបអន្តរជាតិជាពិសេសគឺតាមចំណុចវិនិច្ឆ័យផ្នែកកីឡា AFC ដើម្បីទទួលបានសិទ្ធិពេញលេញចូលរួមការប្រកួតដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ីកញ្ញាជាស្រីលីអ្នកគ្រប់គ្រងអាជ្ញាប័ណ្ណក្លឹបបាល់ទាត់បានរៀបរាប់បន្ថែមឲ្យដឹងពីលក្ខខណ្ឌគោលនៃការទទួលបានអាជ្ញាប័ណ្ណក្លឹបអន្តរជាតិពី AFC សម្រាប់ពានរង្វាន់ ACL2 ដូចនេះថាអញ្ចឹងនៅក្នុងផ្នែក sporting ហ្នឹងត្រូវឯផ្នែកលក្ខខណ្ឌវិនិច្ឆ័យគណៈហ្នឹងគឺផ្ដោតសំខាន់ទៅលើការអភិវឌ្ឍកម្មវិធីអប់រំយុវជនសម្រាប់ក្រុមយុវជនហើយក្រុមយុវជនហ្នឹងតម្រូវឲ្យមាន4កាតព្វកិច្ចធំគឺចាប់ពីអាយុ10ឆ្នាំទៅ21ឆ្នាំចាំមានន័យថាយើងអាចដាក់ detail ទៅថាក្លឹបត្រូវតែមានunder 16 19 under 14និង10អញ្ចឹងណាហើយចូលរួមការប្រកួតដែលរៀបចំដោយសហព័ន្ធឬក៏ CPL ហើយតកតងជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធវិញនឹងឯងអញ្ចឹងពាក់ព័ន្ធកន្លែងផ្នែកហ្នឹងដូចខ្ញុំបញ្ជាក់អញ្ចឹងគឺយើងមានតែទីលានគឺសម្រាប់ការប្រកួត AFC គឺមានតែ Start Olympic និង Start Model ដែលជួលទេដែលគេប្រើប្រាស់សម្រាប់ការប្រកួត AFC ប៉ុន្តែផ្នែកហ្នឹងផ្ដោតសំខាន់ហ្មងគឺយើងចង់ encourage ឲ្យក្លឹបយើងហ្នឹងគឺ update stadium ឲ្យ meet ជាមួយនឹង AFC stadium regulation របស់គេអញ្ចឹងណាហើយបើសិនជាក្លឹបគាត់មានបំណងចង់ host ការប្រកួត AFC គឺលុះត្រាតែកីឡាដ្ឋានរបស់គាត់ហ្នឹងគឺ meet ជាមួយនឹងអ្វីដែលមាននៅក្នុង regulation របស់ AFC អញ្ចឹងតើតោះមួយផ្នែកទី3ទៅលើផ្នែកបុគ្គលិកនិងរដ្ឋបាលវិញត្រូវឯងពាក់ព័ន្ធកន្លែងនោះវាពាក់ព័ន្ធជាមួយនឹងprofessional ហើយនិង qualify management តើតោះជាមួយនឹងផ្នែកបច្ចេកទេសគ្រូបង្វឹកចាំបាច់ត្រូវតែមានសញ្ញាបត្រដែលទទួលស្គាល់ពីខាង AFC ហើយឬក៏សញ្ញាបត្រដែលមានតម្លៃស្មើអញ្ចឹងណាព្រោះផ្នែកកន្លែងនោះវា focus ទៅលើផ្នែកបច្ចេកទេសគ្រូបង្វឹកគ្រូយុវជនគ្រូកាយសម្បទា goalkeeper គឺមានច្រើនមែនទែននៅក្នុងហ្នឹងហើយតើតោះជាមួយនឹងផ្នែក legal វិញគឺអត់ focus ទៅរឿង company ទេអញ្ចឹងក្លឹបអាចជា association ក៏បានជា company ក៏បានដែលសំខាន់ឲ្យតែគាត់មានឯកសារស្របច្បាប់មួយដែលបង្ហាញថាក្លឹបហ្នឹងគឺគាត់ជានីតិបុគ្គលស្របច្បាប់មួយមានន័យថាគាត់ត្រូវចុះបញ្ជីជាមួយនឹងក្រសួងមហាផ្ទៃបើក្លឹបគាត់ជាសមាគមហើយបើសិនជាគាត់ចង់ជា company គាត់តើតែគាត់ចុះជាមួយនឹងក្រសួងពាណិជ្ជកម្មអញ្ចឹងណាអញ្ចឹងពីរនឹងអាចប្រើប្រាស់ដូចគ្នាហើយដល់ពេលតទៅមួយ financial ហ្នឹងហើយក្លឹបចាំបាច់ត្រូវតែផ្ដល់របាយការណ៍ audit ក្លឹបដើម្បីឲ្យខាង AFC នឹងគេទទួលស្គាល់ថាក្លឹបមានឯកសារច្បាស់លាស់ពាក់ព័ន្ធជាមួយនឹងហិរញ្ញវត្ថុអញ្ចឹងវាមានដូចជាផែនការទៅលើហិរញ្ញវត្ថុថ្ងៃអនាគតទៀតអញ្ចឹងវាមិនមែន focus ទៅរឿង financial statement នេះប៉ុន្តែវាមានពាក់ព័ន្ធជាមួយនឹងគម្រោងផែនការគម្រោងរឿងហិរញ្ញវត្ថុប្រហែលឆ្នាំទៅមុខទៀតអីចឹងបើគ្មានអ្វីប្រែប្រួលនារដូវកាលក្រោយដែលត្រូវនឹងរដូវកាល 2026-2027 ក្លឹបរបស់កម្ពុជានឹងទទួលបានមួយកៅអីកន្លះបានន័យថាមួយក្លឹបបានលេងនៅវគ្គចែកពូលនិងមួយក្លឹបទៀតត្រូវប្រកួតនៅវគ្គជម្រុះក្នុងពានរង្វាន់ក្លឹបលំដាប់ទី2 ទ្វីបអាស៊ី AFC Champions League 2ដែលវាក៏នឹងអាចក្លាយទៅជារដូវកាលដំបូងផងដែរចាប់តាំងពីពាននេះត្រូវបានផ្លាស់ប្ដូរកំណែទម្រង់ទាំងឈ្មោះនិងរបៀបលេងពីរដូវកាលរួចមកហើយ